សម្រាប់ខ្ញុំវិញគាត់ថាគូនេះគឺមិនចប់ទឹកនោះទេគឺពេញ5ទឹកតែម្ដងហើយពេញសម្បត្តិនឹងត្របាក់យកសុកធីយកតែម្ដងបងប្អូនយើងគិតដូចខ្ញុំអត់ណោះបាទខ្ញុំសង្ឃឹមទៅលើសុកធីបាទ 85% បាទប្រកួតកងធំ5ទឹករីឯពេញសម្បត្តិ 15% បើសិនជាប្រកួតកងតូចវិញបាទខ្ញុំយកពេញសម្បត្តិ 85% វិញហើយមនុស្សជើងសុកធីត្រឹមតែ 15% តែប៉ុណ្ណោះ ជុំអ្នកនេះ admin ផានិតធ្វើអីនេះអាយ៉ាបងសួស្ដីបងសួស្ដីបាទបងតើបងយល់យ៉ាងណាដែរចំពោះគូប្រកួតរវាងពេជ្រសម្បត្តិជាមួយនឹងសុធីនៅថ្ងៃទី28មិថុនាខាងមុខនេះអូពងតែហ្វេនចង់ដឹងផងបាទចំពោះការប្រកួតរបស់ក្របីព្រៃពេជ្រសម្បត្តិជាមួយនឹងមនុស្សឈើសុធីនៅថ្ងៃទី28ខែមិថុនាខាងមុខនេះគឺនៅលើសង្វៀន Extreme Cambodia គុនខ្មែរចឹងការប្រកួតនឹងប្រព្រឹត្តឡើងគឺដឹងតែក៏ក្រៅតែម្ដងបងប្អូនយើងបាទហើយយើងឃើញថាសុធីនៅពេលបច្ចុប្បន្នក៏គេឡើងជើងខ្លាំងហើយពេជ្រសម្បត្តិក៏ឡើងជើងខ្លាំងដែរបាទចេញទៅប្រកួតនៅក្រៅស្រុក2ដងនេះគឺជោគជ័យខ្លាំងមែនទែនទទួលបានខ្សែក្រវ៉ាត់2ខ្សែផ្ទួនគ្នាតែម្ដងហើយចុះបងគូនេះបងគិតថាអាចនឹងជាប់ទឹកអត់ហើយកីឡាករមួយណាដែលនឹងទទួលបានជ័យជំនះបងអូចំពោះគូហ្នឹង fan ប្រកាសជាចង់ដឹងហើយសម្រាប់ខ្ញុំវិញគាត់ថាគូនេះគឺមិនចប់ទឹកនោះទេគឺពេញ5ទឹកតែម្ដងព្រោះថាការប្រកួត5ទឹកពេញហើយប្រកួតកងធំទៅទៀតព្រោះថាសុកធីគេល្អកងធំបាទប្រពេញសម្បត្តិគេល្អកងចេញម្រាមប៉ុន្តែបើសិនជាការប្រកួតនោះមានការប្រែប្រួលព្រោះយ៉ាងណាក្តីប្រកួតជាលក្ខណៈកងចេញម្រាមឬក៏កង MMA វិញភាគរយណាស់គឺមិនចប់ទឹកនោះទេហើយពេញសម្បត្តិនឹងត្របាក់យកសុកធីយកតែម្ដងបងប្អូនយើងគិតដូចខ្ញុំអត់ណោះហើយចំពោះការប្រកួតមួយនេះបាទខ្ញុំសង្ឃឹមទៅលើសុកធីបាទ 85% បាទប្រកួតកងធំ5ទឹករីឯពេជ្រសម្បត្តិ 15% បើសិនជាប្រកួតកងតូចវិញបាទខ្ញុំយកពេជ្រសម្បត្តិ 85% វិញហើយមនុស្សជើងសុកធីត្រឹមតែ 15% តែប៉ុណ្ណោះចុះបងប្អូនយើងដែលមើលវីដេអូរបស់ខ្ញុំបាទយកខាងណាយកខាងណីដែរតោះលេងជាមួយ admin ទាំងអស់គ្នាចូលរួម comment នៅខាងក្រោមសូមអរគុណបាទបងបាទអរគុណច្រើនបង